បងប្អូនជាទីគោរពជាទីស្រឡាញ់ពេលនេះយើងបានបាត់បង់អ្នកប្រាជ្ញខ្មែរមួយរូបទៀតហើយលោកគ្រូហ៊ីសមនគឺជាសាស្ត្រាចារ្យគំនូរក្បាច់បុរាណខ្មែរតាំងពីសម័យសង្គមរាស្ត្រនិយមពេលនេះលោកគ្រូបានទទួលមរណភាពហើយនៅវេលាម៉ោង 2:30 នាទីថ្ងៃទី 16 ខែ 10 ឆ្នាំ 2025 ឆ្លងកាត់ជាច្រើនសម័យកាលលោកគ្រូបានផ្ដល់ចំណេះដឹងជាច្រើនដល់ខ្មែរជំនាន់ក្រោយដោយក្តីស្រឡាញ់ចំពោះសិល្បៈនិងសង្គមជាតិមាតុភូមិរបស់ខ្លួនលោកគ្រូប្រើពេលវេលាសឹងពេញមួយជីវិតដើម្បីផ្ដល់ចំណេះដឹងដល់ខ្មែរជំនាន់ក្រោយលោកគ្រូមិនដែលត្អូញត្អែពីការនឿយហត់ក្នុងការបង្រៀនឡើយក្នុងវ័យជរាលោកគ្រូស្ទើរតែក្រោកពីកន្ទេលមិនរួចប៉ុន្តែលោកគ្រូនៅតែតស៊ូបង្រៀនឲ្យតែមានសិស្សទៅរៀនលោកគ្រូនិយាយថាលោកគ្រូនៅតែមានកម្លាំងចិត្តក្នុងការបង្រៀននេះហើយជាទឹកចិត្តដ៏ធំធេងរបស់អ្នកប្រាជ្ញខ្មែរដែលព្រួយបារម្ភខ្លាចបាត់បង់នៅអ្វីដែលជាកេរមរតករបស់ដូនតាខ្មែរអ្វីដែលខ្ញុំសោកស្ដាយចំណេះដឹងជាច្រើនរបស់លោកគ្រូខ្ញុំមិនមានលទ្ធភាពក្នុងការចងក្រងឲ្យបានពេញលេញឡើយពីព្រោះពេលដែលខ្ញុំជួបលោកគ្រូនៅឆ្នាំ 2023ពេលនោះលោកគ្រូចូលវ័យជរាបាត់ទៅហើយគាត់ក៏មិនអាចគូររូបបានដូចមុនដែរតែជាសំណាងល្អដែលខ្ញុំទទួលបានឯកសាររបស់លោកគ្រូកាលពីជាង30ឆ្នាំមុនតាមរយៈឪពុករបស់ខ្ញុំឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយខ្ញុំបានរក្សាឯកសារទាំងអស់នោះរហូតដល់បានជួបលោកគ្រូខ្ញុំព្យាយាមរៀនពីលោកគ្រូដោយប្រើឯកសារចាស់ៗដែលទទួលបានពីឪពុករបស់ខ្ញុំរួចហើយខ្ញុំក៏ប្រមូលឯកសារចាស់ៗទាំងអស់នោះគូរឡើងវិញនៅក្នុងកុំព្យូទ័រដោយមានការត្រួតពិនិត្យពីលោកគ្រូផ្ទាល់តែឯកសារទាំងអស់នោះមិនមានគ្រប់ចំនួនទេទើបការចងក្រងមិនបានពេញលេញតែយ៉ាងណាខ្ញុំនៅតែបន្តស្រាវជ្រាវរកឯកសាររបស់លោកគ្រូបន្ថែមដើម្បីចងក្រងឲ្យបានពេញលេញជាប្រយោជន៍សម្រាប់ខ្មែរជំនាន់ក្រោយសិក្សាបន្តខ្ញុំសូមចូលរួមរំលែកទុក្ខនិងគោរពដឹងគុណចំពោះវីរភាពរបស់លោកគ្រូដែលបានបន្សល់ស្នាដៃនិងធនធានមនុស្សជាច្រើនសម្រាប់សង្គមជាតិខ្មែរ